ប្រិមិត្តជាទីគោរពនិងជាទីមេត្រីគ្រាន់តែលោកអញ្ញាដួងឆាយបានបង្ហោះសារថាពួកយើងនាំគ្នាឈប់ប្រើផលិតផលថៃដុនថៃធូមីស្រាប់តែសម្ដេចហ៊ុនសែនបានប្រតិកម្មភ្លាមនៅលើគណនី Facebook Page របស់សម្ដេចដែលមានអត្ថន័យថាថ្ងៃនេះខ្ញុំឃើញលោកដួងឆាយបង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងខ្លួនខ្ញុំបានអំពាវនាវម្ដងហើយម្ដងទៀតសូមគុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍ថ្ងៃនេះកងទ័ពថៃបានបិទច្រកព្រំដែនប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់គឺទុកឲ្យភាគីថៃទទួលខុសត្រូវសម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរនិងសូមគុំបង្កហេតុខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថាប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការមិនប្រើទំនិញថៃនោះទេតែជាលទ្ធផលនៃការបិទច្រកព្រំដែនព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញតាមទូរលេខពាណិជ្ជកម្មឆ្នាំ2024កម្ពុជានាំទៅថៃជាង 1.1 ពាន់លានដុល្លារឯថៃនាំចូលមកកម្ពុជាជាង 5.2 ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1 ពាន់លានដុល្លារសម្រាប់5ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200លានដុល្លារឯថៃនាំចូលមកកម្ពុជាជាង 1.5 ពាន់លានដុល្លារក្នុងករណីទំនិញនាំចូលកម្ពុជាមិនបានសូមប្រជាជនថៃបាទដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯងព្រោះអ្នកដែលខាតបង់គឺប្រជាជនថៃខ្លួនឯងសម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់សូមគុំបន្ទោសរដ្ឋាភិបាលកម្ពុជាព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែនខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិរក្សានៅភាពថ្លៃថ្នូរបាទបងប្អូនពាក់ព័ន្ធនឹងបញ្ហានេះបាទទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទាំងសម្ដេចហ៊ុនសែនគឺបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យបងប្អូនយើងបាទសូមគុំមានការពហិការឬក៏ធ្វើអ្វីផ្សេងដែលមានការស្អប់ខ្ពើមចិត្តសាសន៍បាទសូមរក្សាភាពថ្លៃថ្នូរបាទរឿងនេះទុកឲ្យរដ្ឋាភិបាលគឺជាអ្នកដោះស្រាយទៅចោះបងប្អូនណាបាទ